ពួកគេគិតថាខ្លួនឈ្នះតែព្រឹកឡើងអ្វីៗទាំងអស់បានផ្លាស់ប្ដូរតើល្បិចមួយណាបានផ្លាស់ប្ដូរប្រពៃណីខ្មែរសូមជូនរឿងភ្នំប្រុសភ្នំស្រីកាលពីព្រេងនាយក្នុងសម័យកាលដ៏រុងរឿងមួយនៃដែនដីសុវណ្ណភូមិមានទំនៀមទម្លាប់ដ៏ចម្លែកមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរគឺស្ត្រីភេទត្រូវជាអ្នកបន្តាបខ្លួនទៅសុំដណ្ដឹងបុរសមកធ្វើជាស្វាមីការនេះបានបង្កជាសេចក្តីអៀនខ្មាស់និងជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នារីគ្រប់រូបព្រោះតាមចរិតលក្ខណៈពីកំណើតស្ត្រីតែមានភាពទន់ភ្លន់និងខ្មាស់អៀនច្រើនដោយមិនចង់ឲ្យទំនៀមទម្លាប់ដែលហាក់ដូចជាអយុត្តិធម៌នេះបន្តទៅដល់កូនចៅជំនាន់ក្រោយទៀតក្រុមស្ត្រីដែលដឹកនាំដោយស្ត្រីម្នាក់មានប្រាជ្ញាឆ្លៀសវៃលើកគេបានសម្រេចចិត្តរួមកម្លាំងគ្នាដើម្បីស្វែងរកមធ្យោបាយផ្លាស់ប្ដូរវាពួកគេបានចូលទៅជួបក្រុមបុរសដែលមានមាឌមាំមួននិងមានអំនួតដើម្បីធ្វើការភ្នាល់គ្នាមួយក្នុងការសាងសង់ភ្នំដែលជាការសាក់លបងទាំងកម្លាំងកាយនិងប្រាជ្ញាស្មារតីលក្ខខណ្ឌនៃការភ្នាល់ត្រូវបានកំណត់ឡើងយ៉ាងច្បាស់លាស់ភាគីទាំងពីរត្រូវសាងសង់ភ្នំម្នាក់មួយឲ្យខ្ពស់បំផុតតាមដែលអាចធ្វើទៅបានដោយចាប់ផ្ដើមធ្វើនៅពេលព្រះអាទិត្យអស្តង្គតនិងត្រូវបញ្ចប់នៅពេលដែលផ្កាយព្រឹកដុះឡើងនៅលើមេឃប្រសិនបើខាងស្ត្រីអាចសាងសង់ភ្នំបានខ្ពស់ជាងឬរួចរាល់មុននោះខាងបុរសត្រូវតែជាអ្នកចុះចាញ់ហើយត្រូវបដូរមកជាអ្នកទៅសុំដណ្ដឹងខាងស្ត្រីវិញម្ដងផ្ទុយទៅវិញបើខាងបុរសឈ្នះនោះច្បាប់ដើមនឹងត្រូវរក្សាទុកជាដាច់ខាតក្រុមបុរសដោយអាងលើកម្លាំងបាយដ៏មហិមានិងការមើលស្រាលលើសមត្ថភាពរបស់ស្ត្រីក៏បានយល់ព្រមតាមការស្នើសុំដោយក្តីសប្បាយរីករាយនិងមានជំនឿចិត្តយ៉ាងខ្លាំងថាពួកគេនឹងទទួលបានជ័យជំនះយ៉ាងងាយស្រួលបំផុតនៅពេលរាត្រីចាប់ផ្ដើមគ្របដណ្ដប់លើផែនដីសំឡេងគោះថ្មនិងការជញ្ជូនដីបានបន្លឺឡើងឮរំពងពេញព្រៃក្រុមបុរសបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅដើមដំបូងពួកគេប្រើកម្លាំងបាយរែកពុនដុំថ្មធំមកកលើគ្នារហូតភ្នំរបស់ពួកគេចាប់ផ្ដើមខ្ពស់ត្រដែតឡើងយ៉ាងរហ័សក្នុងរយៈពេលដ៏ខ្លីប៉ុន្តែដោយសារភាពអំនួតនិងការគិតថាខ្លួនកំពុងនាំមុខពួកគេក៏ចាប់ផ្ដើមសម្រាកនាំគ្នាផឹកស៊ីសើចសប្បាយនិងនិយាយអួតអាងពីភាពរឹងមាំរបស់ខ្លួនពួកគេបានបណ្ដោយឲ្យពេលវេលាដ៏មានតម្លៃកន្លងផុតទៅយ៉ាងឥតប្រយោជន៍ដោយមិនបានដឹងខ្លួនថាសេចក្តីធ្វេសប្រហែសគឺជាចំណុចខ្សោយដ៏ធំរបស់ពួកគេឡើយចំណែកឯខាងស្ត្រីវិញទោះបីជាមានកម្លាំងខ្សោយជាងប៉ុន្តែពួកគេមានសាមគ្គីភាពនិងការតាំងចិត្តយ៉ាងមុតមមពួកគេបានប្រើកម្លាំងតិចដើម្បីយកឈ្នះកម្លាំងច្រើនដោយការជញ្ជូនដីនិងថ្មបន្តិចម្ដងដោយមិនឈប់ឈរក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់ត្រជុំលុះដល់ពាក់កណ្ដាលអាធារមេដឹកនាំខាងស្ត្រីសង្កេតឃើញថាភ្នំខាងបុរសនៅតែខ្ពស់ជាងខ្លួននាងក៏បានប្រល្បិចដ៏ឆ្លៀសវៃមួយនាងបានចាត់ឲ្យគេធ្វើគោមយ៉ាងធំដែលមានពន្លឺភ្លឺចិញ្ចារួចបង្ហោះវាឡើងទៅលើអាកាសយ៉ាងខ្ពស់ត្រដែតនៅទិសខាងកើតក្នុងភាពងងឹតនៃរាត្រីពន្លឺគោមនោះបានចាំងបំភ្លឺភ្នែកអ្នកផងទាំងពួងហាក់បីដូចជាផ្កាយព្រឹកពិតប្រាកដដែលទើបនឹងរះឡើងយ៉ាងអស្ចារ្យក្រុមបុរសដែលកំពុងតែសើចសប្បាយកាលបើក្រឡេកទៅឃើញពន្លឺគោមនោះក៏នាំគ្នាស្រែកឈូឡោឡើងដោយក្តីស្លន់ស្លោថាផ្កាយព្រឹកដុះហើយផ្កាយព្រឹកដុះហើយបញ្ឈប់ការងារភ្លាមដោយស្មានទៅដល់ពេលកំណត់ពួកគេក៏បានបោះបង់ចោលការងារទាំងអស់រួចនាំគ្នាដេកលក់យ៉ាងស្កប់ស្កល់ដោយក្តីអស់កម្លាំងនិងភាពជឿជាក់ថាខ្លួនបានឈ្នះផ្ទុយទៅវិញក្រុមស្ត្រីដែលដឹងអត្ថកំបាំងនេះនាំគ្នាខំប្រឹងចាក់ដីបំពេញភ្នំរបស់ខ្លួនយ៉ាងសកម្មផុតបំផុតពេញមួយយប់រហូតភ្នំរបស់ពួកគេមានកម្ពស់ខ្ពស់ត្រដែតលើសភ្នំខាងប្រុសយ៉ាងឆ្ងាយណាស់លុះព្រឹកព្រលឹមស្រាងចូលមកដល់ផ្កាយព្រឹកពិតប្រាកដក៏បានរះឡើងយ៉ាងច្បាស់ក្រឡែតក្រុមបុរសដែលភ្ញាក់ពីដំណេកទាំងក្តីតក់ស្រឡត់និងអៀនខ្មាស់បំផុតនៅពេលឃើញភ្នំរបស់ខ្លួននៅទាបតាយជាងភ្នំរបស់ខាងស្ត្រីយ៉ាងឆ្ងាយណាស់ពួកគេមិនអាចតវ៉ាអ្វីបានឡើយព្រោះវាជាកិច្ចសន្យាដែលបានព្រមព្រៀងគ្នាចាប់តាំងពីពេលនោះមកទំនៀមទម្លាប់ខ្មែរត្រូវបានផ្លាស់ប្ដូរឲ្យខាងបុរសជាអ្នកទៅសុំដណ្ដឹងខាងស្ត្រីវិញម្ដង
រហូតคล้ายជាប្រពៃណីដ៏ល្អផូរផង់ដល់សពថ្ងៃភ្នំទាំងពីរដែលនៅក្បែរគ្នានោះត្រូវបានគេហៅថាភ្នំប្រុសនិងភ្នំស្រីដែលស្ថិតនៅខេត្តកំពង់ចាមជាតាក់តាំងបង្ហាញពីជ័យជំនះនៃប្រាជ្ញានិងសាមគ្គីភាពរបស់ស្ត្រីខ្មែរគ្រប់រូប ប្រសិនបើអ្នកចូលចិត្តរឿងព្រេងខ្មែរនិងនិទានបុរាណបែបនេះសូមកុំភ្លេចចុច Subscribe ព្រោះការចុច Subscribe របស់អ្នកគឺជាកម្លាំងចិត្តដ៏ធំសម្រាប់បន្តនាំយករឿងព្រេងខ្មែរនិងវប្បធម៌ជាតិមកជូនអ្នកទស្សនាសូមអរគុណ